បាទសូមជម្រាបសួរបាទថ្ងៃនេះក៏ជាថ្ងៃទី17ខែ10ឆ្នាំ2016ក៏ជាដំបូងខ្ញុំសូមធ្វើការណែនាំឈ្មោះវាអានេះគឺខ្ញុំមកអធិប្បាយហើយក៏បាននិយាយបញ្យលទៅដល់បងប្អូនទាំងអស់ដែលគាត់តែងតែថាខ្ញុំនឹងកាលខ្ញុំនិយាយទៅនឹងជួនណាខ្ញុំនិយាយអត់ត្រូវទាំងអស់ហ្នឹងបងអញ្ចឹងសូមអធិស្ឋានបាទហើយការដែលខ្ញុំធ្វើវីដេអូតាម YouTube នេះចង់ឲ្យបងប្អូនឬក្រុមការងារខ្ញុំបានយល់ឲ្យច្បាស់វាមិនមែនជាទាំងអស់ប៉ុន្តែវាជាអាចជា30 ទៅ 40% អាចយល់អញ្ចឹងអាចយល់បានតែសំខាន់មែនទែនបងចង់ប្រាប់ថាសំខាន់មែនទែនខ្ញុំនិយាយពីចំណុចធំទាក់ទងជាមួយប្រាក់ចំណូលទាក់ទងជាមួយជីវិតប្រចាំថ្ងៃរបស់យើងអញ្ចឹងបើអត់បានស្ដាប់បើអត់បានមើលគឺជាស្ដាយមែនទែនពិតជាស្ដាយមែនទែនអញ្ចឹងចង់ឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាហើយក៏បានវិភាគយល់ច្បាស់ថាអ្វីជាអ្វីណាបាទខ្ញុំក៏សូមណែនាំឈ្មោះខ្ញុំឈ្មោះទូចសុវណ្ណារស់នៅខេត្តកំពង់ធំเนาะបាទអញ្ចឹងក៏ខ្ញុំមកធ្វើការនិយាយអំពីរឿងងិនស៊ីដាននឹងគឺជាភាសាថៃបកប្រែមកជាខ្មែរក៏គេហៅថាការងារ4ប្រភេទហើយនឹងក៏ប្រាក់ចំណូល4មុខដូចគ្នាអញ្ចឹង4មុខហ្នឹងបើបំបែកឲ្យធំទៅវាមានតែ2មុខទេវាមានតែ2មុខទាក់ទងជាមួយប្រាក់ចំណូលអញ្ចឹងក៏មកខាត់ពេលយូរយើងមកចាប់ផ្ដើមធ្វើមកយល់អំពីរឿងងិនស៊ីដាននេះបាទងិនស៊ីដានហ្នឹងគឺបានជាសភើមួយក្បាលដែលតែងដោយ Robert Kiyosaki ជាជនជាតិអាមេរិកាកាត់ជាពន្ធអញ្ចឹងគាត់បានតែងសភើមួយនេះគេថាងិនស៊ីដានហើយក៏ផលរយសនលោកឪពុកប្រែថាឪពុកមានបង្រៀនកូនហើយនឹងក៏ការងារ4ប្រភេទលុយ4មុខបាទអញ្ចឹងវាទាក់ទងជាមួយជីវិតយើងឯទាក់ទងបងអញ្ចឹងបងប្អូនមួយចំនួនក៏តែងតែអត់យល់អញ្ចឹងក៏តែងតែសួរថាហេតុអីបានធ្វើបានចាំបាច់ធ្វើបណ្ដាញអ្នកបណ្ដាញអាជីវកម្មអញ្ចឹងថ្ងៃនេះគឺខ្ញុំឆ្លើយជាសង្ខេបឲ្យបានយល់ខ្លះបាទខ្ញុំអត់មានពេលឆ្លើយយូរក៏ពេលវេលាគឺជាសំខាន់នោះបាទសម្រាប់អ្នកដឹងពេលវេលាជាសំខាន់អញ្ចឹងយើងមកស្ដាប់ត្រង់ចំណុចនឹងឲ្យបានច្បាស់នោះហើយក៏យើងចាប់ផ្ដើមធ្វើអ្នកបណ្ដាញអាជីវកម្មมือអាជីពអញ្ចឹងមនុស្សយើងចាប់ផ្ដើមមនុស្សនៅក្នុងពិភពលោកនេះគេបែងចែកជា4ប្រភេទទី1គឺ E គឺ employee ហើយក៏ប្រភេទទី2គឺ S បាទអានេះក៏ small business បាទហើយក៏ B ហើយក៏ I អញ្ចឹងគេចង់និយាយឲ្យ4មុខនេះ4ប្រភេទនេះក៏ E នឹងខ្ញុំនិយាយជាបន្ទូបាទ E នឹងគឺជាកម្មករបាទហើយក៏យើងដឹងថាទូនាទីនឹងកម្មករយើងទៅធ្វើអីគេធ្វើការរោងចក្រកម្មកររោងចក្រកម្មករសំណង់ឬស៊ីឈ្នួលអ្វីផ្សេងទៀតលក់ស៊ីឈ្នួលលក់បាយលក់អីក្តីនឹងគឺជា E ប្រភេទ E មនុស្សប្រភេទ E អញ្ចឹងសម្រាប់មនុស្សប្រភេទ S មនុស្សប្រភេទ S នឹងគឺជាអ្នកប្រកបហៅថាប្រកបមុខរបរផ្ទាល់ខ្លួនអញ្ចឹងមុខរបរផ្ទាល់ខ្លួនអីគេដូចជាធ្វើស្រែខ្លួនឯងធ្វើចំការខ្លួនឯងបើកហាងកាត់សក់ខ្លួនឯងបើកហាងលក់បាយខ្លួនឯងបាទមិនថាជាអានឹងអត់មានវិណាជាយើងអត់មានវិណាថាយើងតែយើងតកែខ្លួនឯងតែកុំភ្លេចថា
dương tơ tại dương đô cầm lang hay nâng pê vật lý hay nâng đàm tuần bán màu nó cứ chia lùi tại dương bà sân chỉ dương miền bậc hàng lụ bái tại dương bật ban này thay lùi ở chỗ đạch lùi chẳng dương trâu bậc là hột dương trâu pra cầm lang là hột chấm nai pê vật lý là hột tôi tụi đó chả tôi thì tao con tao cha kinh chẳng baประเภท E ว่าสมตัวประเภท B จังประเภท B คือหาทาจีนเนี่ยประกอบหาทาเนี่ยประกอบอาชีวกรรมเนี่ยบรรดาอาชีวกรรมบาทเนี่ยประกอบอาชีวกรรมหาคือปลายชีบรรดาอาชีวกรรมประเภท B บ้านนี้ท่าคือปลาระบบធ្វើការចំនួនកម្លាំងធ្វើការចំនួនយើងហើយក៏ប្រភេទ I ប្រភេទ I នឹងមនុស្សប្រភេទ I នឹងគឺមនុស្សមានលុយច្រើនប្រភេទ B មិញនឹងក៏មានលុយច្រើនដែរតែសពថ្ងៃគេបង្កើតរួចហើយតែគ្រាន់តែឲ្យយើងទៅធ្វើប៉ុណ្្នឹងឯងក៏បានអញ្ចឹងក៏ខ្ញុំនិយាយប្រភេទ I I នឹងគឺជាអ្នកមានលុយច្រើនដូចជាម្ចាស់ធនាគារបើកធនាគារចងការប្រាក់ផ្ដល់ការប្រាក់កម្ចីផ្សេងយកការឬមានលុយច្រើនហើយទៅដាក់ក្នុងធនាគារដើម្បីយកការមួយខែប្រហែលមួយឆ្នាំប្រហែលអីគឺអត់បាក់ធ្វើការខ្លួនឯងតែគឺហៅថាប្រើលុយធ្វើការជំនួសកម្លាំងបាទអញ្ចឹងដូចជាប្រភេទដំបូងគឺប្រភេទ E នឹងគឺយើងធ្វើការឲ្យរបបយើងធ្វើការឲ្យគេថាម៉េចក៏បានគេដេញចេញកាលក៏បានជារឿងរបស់គេតែយើងអាហ្នឹងគឺជាចាប់ពីអាយុទីឬអាយុទី18ទៅដល់40អីចឹងឡើង50 60គេលេងយកឲ្យរោងចក្រហើយក៏ប្រភេទ S ក៏ដែរប្រភេទ S ដូចគ្នាវាមិនខុសគ្នាមកព្រោះអីយើងការងារផ្ទាល់ខ្លួនអញ្ចឹងពេលការងារផ្ទាល់ខ្លួននេះយើងធ្វើអីគឺយើងបដូរកម្លាំងហើយនឹងពេលវេលាហើយនឹងដើមទុនចុះបីពេលយើងចាស់យើងអត់មានកម្លាំងយើងទៅបដូរបានអត់បានទេបាទអត់បានហើយធ្វើការបាក់មួយជីវិតបានន័យថាខាងឆ្វេងនឹងគឺមានគេបែងចែកជាធំមកគឺជាពីរប្រភេទខាងឆ្វេងនេះគឺមានប្រាក់ចំណូលបែបគេហៅថាបែប active income ខាងឆ្វេង active income បានន័យថាកម្លាំងអស់សុខភាពអស់ពេលវេលាអស់លុយអត់ចូលបើខាងស្ដាំប្រភេទ B ហើយនិងប្រភេទ I បានន័យថាយើងសាងអ្វីមួយរួចមកហើយតែយើងឈប់ប្រាក់ចំណូលនៅតែចូលរហូតបែប passive income ដែលខ្ញុំបានដាក់នឹងរូបភាពនេះបាទហើយក៏ខ្ញុំចង់ដាក់សំណួរទៅបងប្អូនដែលបានកំពុងទស្សនាវីដេអូឃ្លីបនេះសួរថាតើបងប្អូនចង់នៅខាងឆ្វេងឬចង់នៅខាងស្ដាំក្រមខាងឆ្វេងឬក្រមខាងស្ដាំខាងឆ្វេងក៏ប្រភេទ E ហើយនិងប្រភេទ S ខាងស្ដាំក៏ប្រភេទ B ហើយនិងប្រភេទ I អញ្ចឹងរាល់ថ្ងៃនេះសពថ្ងៃនេះក្រុមហ៊ុនមានច្រើនណាស់តែយើងអត់ឃើញឱកាសអញ្ចឹងដូចគេប្រភេទ B ប្រភេទ I គឺត្រូវការប្រាក់ច្រើនដែលគេធ្វើមកច្រើនដាក់ទុនអ្វីមួយដូចថាដាក់ទុនបើកក្រុមហ៊ុនដោយធំមួយបង្កើតជាលក់នេះលក់នោះធំមួយហើយតែគេអត់លក់ក្នុងគេប្រើរបបលក់ឲ្យអញ្ចឹងគេអត់មកអង្គុយលក់ខ្លួនគេទេបានន័យថារបបនេះបានន័យថាបើគេឈឺមួយអាទិត្យពីរអាទិត្យឬមួយខែបើគេទៅដើរលេងប្រទេសក្រៅមួយអាទិត្យពីរអាទិត្យឬមួយខែក៏ក្រុមហ៊ុនក៏មិនកាត់អីព្រោះឲ្យមានការងារមានក្រុមការងារធ្វើឲ្យមានកូនឈ្នួលធ្វើឲ្យអត់បញ្ហានេះជារឿងសំខាន់តែយើងថ្ងៃនេះយើងចាប់ផ្ដើមពីអត់មានអីហើយក៏យើងទៅដាក់ទុនជាមួយគេបាននៅលោកនេះពាក្យថាដាក់ទុនបងប្អូនថាដាក់ទុនខ្លាចតែខ្លាចតែវាមិនចាំបាច់ទៅដាក់ទុនដោយប្រើលុយមួយមុខទេវាអាចដាក់ទុននឹងបែបផ្សេងយកដើមទុនយើងទៅដាក់មួយទុនដែលធំជាងបំផុតគឺពេលវេលានឹងគឺជាទុនរបស់យើងពីរក៏ការគិតរបស់យើង3ក៏កម្លាំង